គណៈសម្ដែងលោកស្រីនាងកញ្ញាជាទីមេត្រីចូលមកហងគាត់មិនទៅប្រកួតជើងជាប់ប្រមាណទេនៅក្នុងស្រុកគាត់ត្រាច់ចទៅក្រៅប្រទេសមកប៉ះជាមួយនឹង Michael Braden គាត់មកជួយខាងស្រាំគ្រាគ្នាទៅវិញទៅមកកម្ពស់1.7 1.71មិនម្ដងមកសងគ្នាគូនេះគេថាសរសើរអ្នកចាប់គូអាយ៉ាជង្គង់កែងសងវារបស់ Braden ជង្គង់របស់ទុនទីហងមុននេះទីហៅពូនត្រប់បង្ការរបស់ទីហងគឺទទួលបានជ័យជំនះហើយនៅឡើយតែទុនទីហងទេទីហងដាក់ចូលធាក់ជើងទុកវិញជង្គង់ហោះខាំមកខាងឆ្វេងធាក់ជើងលើកជើងទុកវិញ Braden វាយទៅលើធុងទឹករបស់ទីហងទាត់ជើងចាប់ជើងទប់កន្លែងនេះរោគគ្នាទៅវិញទៅមកជង្គង់លោកអញ្ញាក្រាមជាការប្រគំគឺលោកសេនវិធាជង្គង់ពីគ្នាទៅវិញទៅមកជង្គង់ទៅមកដូចគ្នាលោកគ្រូអញ្ញាក្រាមនិយាយកីឡាករទាំងពីរសិនពីខ្ញុំដាក់ចូលគូជួចចិត្តហងមាសគ្រប់ផ្ដល់ជូន1 លានរៀលម្នាក់ហើយគូដែលមកចាប់គូប្រកួតលឿនបំផុតអ្នកឈរនៅលេខ1គឺហងសំអាងសិនហើយ1 នាទីនិង 57ពីខ្ញុំដាក់ចូលស៊ីហងធាក់ទុកមួយសិនMichael Braden លូមិនឲ្យមកបាច់ទឹកចាយស៊ីហងអត់អាកើទេអត់រងកើទេចាប់កាច់គ្នាទៅវិញទៅមកជង្គង់សងវិញរបស់ប្រកែងមកកែងនេះចាក់ទុកមួយរបស់ទុនទីហងMichael Braden ទាត់មកជើងកែងវិញទៅមកកែងនេះខោមកដៃសងវិញកែងរុះកន្លែងនេះមួយសិនរបស់ Michael Braden ចាក់ជង្គង់កែងទៅកែងមកជង្គង់កន្លែងនេះលោកសេនវិធាដែលជាអាជ្ញាក្រាមវិជាការប្រកួតញាយកីឡាករទាំងពីរទុនទីហងដែរចូលទាត់ជើងខាងក្រៅមួយសិនកែងអូយតែអត់អីទេ Braden កណ្ដាអត់អីធាក់ចូលទៅលើពួរទឹកទាត់មកជើងលោកក្តាប់ដៃសងទៅវិញទៅមកដូចគ្នាអូក្តាប់ដៃលឿនណាស់ទីហងក៏លឿន Michael Braden ក៏លឿនដែរជង្គង់ផ្ទះជង្គង់របស់ Michael Braden កែងជង្គង់សងវិញរបស់ Braden លោកសេនវិធាដែលជាអាជ្ញាក្រាមជាការប្រកួតញាយកីឡាករទាំងពីរសិនដែរចូលរបស់ទីហងទាត់មកជើងខាងស្នាមធាក់ទុកមួយសិន Braden តមកវិញលូកក្តាប់ដៃខាងវិញមួយទៅលើផ្ទៃមុខរបស់ទីហងដែរចូលលូកក្តាប់ដៃកន្លែងនេះកែងអត់ដល់ទេចប់ទឹកទី1គ្រប់គ្នាតែងតែចង់បាននៅអ្វីដែលល្អបំផុតសម្រាប់ជីវិតទាំងប្រឌិតទាំងស៊ីវហងធាក់មកមួយពីស៊ីវហងបោះជង្គង់ស្រាប់ពីស៊ីវហងដេផ្លាសេអវតាចេញពី Michael Braden បាត់ទាត់ជើងក្រោយពីស៊ីវហងដេញហើយពីស៊ីវហងទៅលើ Braden យ៉ាដើរចូលធាក់ឆ្វេងពីស៊ីវហងទៅលើ Braden ទាត់ជើងក្រោយពី Braden ទៅ1-2ហើយឆ្វេងខាងស្នាមបងមួយកាប់តឡាឆ្វេងពី Braden ចូលទៅគៀអាវុធរបស់ស៊ីហុងនេះចូលស្នាមណាមុតមែនទេគាត់មិនទាន់ប្រើអាវុធបានឲ្យល្អណាមួយអីយ៉ាបោះជង្គង់ស្នាមបោះជង្គង់ឆ្វេងជង្គង់ស្នាមបោះជង្គង់ស្នាមមកមួយទៀតលោកអញ្ញាកដាងាយចេញទីញាក់ដើរចូលធាក់ឆ្វេងមកមួយបោះជង្គង់ឆ្វេងកញ្ឆក់កដាប់ដៃពី Braden Michael ទីយាពេលទុកទឹកចូលទៅគៀបោះជង្គង់ឆ្វេងកែងបត់ឆ្វេងមួយទៀតពីស៊ីវហុងកែងល្អមែនទេអាវុធរបស់ស៊ីវហុងយ៉ាពី Braden កាប់ចានស្ដាំទាត់ជើងក្រោមមកមួយពី Braden ទាត់ជើងក្រោមពី Braden បោះជង្គង់ស្ដាំពីស៊ីវហុងបោះជង្គង់ស្ដាំពីស៊ីវហុងបោះជង្គង់ឆ្វេងពីស៊ីវហុងពេញបោះជង្គង់ឆ្វេងជង្គង់ស្ដាំជង្គង់ឆ្វេងចាក់ពេញជង្គង់ឆ្វេងកែងបត់ស្ដាំបោះជង្គង់ស្ដាំជង្គង់ពេញអត់អីភាសា Braden អត់អីហាត់ពេញទេនេះហាត់ល្មមចុកឆ្អល់បាត់ហើយទៅដល់ចូលពីស៊ីហុងធាក់ឆ្វេងទល់ពេលវេលានៅសល់1 នាទីទៀតធាក់មកជើងឆ្វេងទៀតធាក់ស្ដាំអត់ឲ្យចូលទៀតទេតែ Braden វាអស់ក្បាច់ណាលោកឆ្វេងថែមស្ដាំមកមួយពី Braden គាត់ជើងក្រោយពី Michael Braden កែងមួយឆ្វេងទៀតកាប់តឡាឆ្វេងចូលទៅគៀមទៅបោះជង្គង់ស្ដាំ
កែងអត់ទៅរួចទេជោគអត់ជាប់ស្អិតមែនទេឆ្វេងជង្គង់លោកអញ្ញាកដាលលោកវិសេនសុធាញាក់ចេញញែកចេញទៀតស្ដៃកាប់ចានស្ដាំមកផុតចានមកត្រូវឆ្នាំងហែស្ដាំទល់នៅតែញាក់ដល់ចូលដល់កាប់ចានស្ដាំទាត់ជើងក្រោមទៅមួយពី Brandon កាប់ក្លាឆ្វេងហែឆ្វេងទល់ញាក់ចានដល់ទៀតនេះមិនអូយជុកកបអស់ជ្រែកអាកាសបាទពីស៊ីវហុងកូនសិស្សរបស់លោកគ្រូធាម្នាក់នេះបាទគាត់ពេញហើយហែស្ដាំទល់មួយទៀតមួយចង្វាក់ការប្រកួតរបស់ស៊ីវហុងនេះសល់មួយវិនាទីចុងក្រោយចប់ទឹកទី2អាយ៉ាឌឺគ្នាទៀតគ្រប់គ្នាតែងតែទឹកខ្ចាយទាត់ជើងក្រោមសវើរបស់ស៊ីហុងលោកគ្រូអញ្ញាកណ្ដាលលោកគ្រូសេនទៅទៀតថាវៃបាទចូលដល់កដាប់ដៃទៅវិញទៅមកបាទធាក់ទុំមួយសិនបាទគូជក់ចិត្តមកលៀនរៀលម្នាក់ពីហុងនេះគ្រប់ដើរចូលហើយគូដែលលឿនបំផុតនោះមួយលៀនរៀលយើងកំពុងតែនាំមុខគេគឺហុងសំអានហើយបាទមកកែងកន្លែងនេះកែងបត់របស់ធុនស៊ីហុងចឹងហុងសំអានកំតាន់អាលទៅផ្ទះណាបាទចាំអ៊ុតមើលគូទី4គូទី5គូទី6សិនដើរចូលសំអានគាត់ប្រាប់តាខ្លាចតែគូពេជ្រសង្ហាជាមួយតាហាស៊ីបូរីទេបាទនេះដើរចូលទៅទៀតហើយតែកុំភ្លេចតាគូបាទទី4ក៏មិនធម្មតាដែរបាទនេះដើរចូលទៅវិញទៅមកណែកែងរបស់ស៊ីហុងបាទជង្គង់របស់ស៊ីហុងជង្គង់របស់ Brandon លោកគ្រូអញ្ញាកណ្ដាលញៀយសិនបាទធុនមករាជាមួយនឹងអាកូប៊ីបាទក៏មិនធម្មតាដែរកង់ចេញមករៀមដើរចូលតាំងគុំដើរចូលទាត់ជើងក្រោមកឆ្វេងមួយរបស់ស៊ីហុងបាទញ៉ាចិត្តនឹកទៅដល់លោកគ្រូសៀងហៃផងដែរនៅបារាំងបាទបច្ចុប្បន្ននេះគឺគាត់ខិតខំប្រឹងប្រែងនៅក្នុងការបំផុសបាទគុណខ្មែរក្បាច់គុណខ្មែរនៅប្រទេសបារាំងបាទដើរចូលបន្តទៀតបាទព្យាយាមដើរចូលមកជើងខាងស្ដាំរបស់ស៊ីហុងបាទទៅលើកីឡាករ Michael Brandon លើកជើងទប់ជាមួយនឹងដៃរបស់កីឡាករ Michael Brandon ញាក់ទៅញាក់មកដូចគ្នាពេលវេលាកាត់តាគីហើយបាទអាយបាទរុនផ្ទះជើងមកជើងក្រារុនផ្ទះជើងជុះសមុទ្រណាមកជើងមិនធម្មតាធាក់ទៅវិញហើយបាទជើងព្រិសូណាជង្គង់ហមមួយរបស់ស៊ីហុងតឡាក់ដៃដើរចូលការតាំងឃុំបន្តទៀតអូយទាត់កាប់ចានកន្លែងនេះមួយសរសើរ Michael Brandon ណារឹងណាជង្គង់ហោះមួយទៀតកន្លែងនេះអត់អីទៀតអាយ៉ាចាប់បាត់ហើយអ្វីដែលខ្ញុំសរសើរចិត្តដល់កីឡាករទាំងពីរឲ្យបើខ្លាំងមួយមកអូយបាទម្យ៉ាងម្នាក់ទេអ្វីដែលសរសើរនៅភាពតាន់របស់ Michael Brandon មួយគូនេះបងប្អូនណាខ្ញុំទស្សនាហ៊ានភ្លេចភ្នែកទេហើយក៏ទស្សនាសឹងតែភ្លេចដកដង្ហើមដែរបងប្អូនជក់ចិត្តទេបងប្អូនហូលេលីជួយកីឡាករទាំងពីរមួយវ៉ាវវាយឡើងអស់ពីកម្លាំងកាយចិត្តអរគុណច្រើនឥឡូវសូមទស្សនាជាមួយរូបភាព slow motion បាទទៅចាប់អារម្មណ៍រូបភាពយឺតតិចសិនដោយសារតែនៅក្នុងទឹកទី3នេះស៊ីហុងជង្គង់ហននឹងមិនតិចពី2ដងទេជង្គង់ហោះតែអ្វីដែលយើងសរសើរគឺសរសើរកីឡាករ Michael Brandon ដែលគាត់វឹកហាត់យ៉ាងល្អវឹកហាត់ជាខ្ជាប់ជួនតែគាត់អាចទប់ជង្គង់បាទធាក់ទប់កន្លែងនេះមួយបាទធាក់ទប់ដួលអុកគូទឹះក្រោកឡើងមកប្រកួតបានធម្មតាណាជង្គង់ហោះទៅលើដើមទ្រូងរបស់ Michael Brandon តែ Michael Brandon គាត់អត់អីបាទបងប្អូនគិតថាក្រហមឬខៀវបងប្អូនបាទថាក្រហមហូរមួយបាទថាខៀវហូរមួយអូសាតូខ្លាខ្មើកំណាចធនស៊ីវហុង